អូនរៀនពូកែពិតជាជោគជ័យក្នុងអាជីពការងារមែនទេយើងទាំងអស់គ្នានៅសាលារៀនតែងតែចង់បានបន្ទូលល្អហើយវាគឺជារឿងប្រពៃណាស់ដែលយើងរៀនបានបន្ទូលល្អប៉ុន្តែមិនបានន័យថាយើងជោគជ័យនៅក្នុងអាជីពការងារទាំងស្រុងនោះទេថ្ងៃនេះបងចង់ចែករំលែកនៅជំនាញ3ដែលត្រូវការដើម្បីបងប្អូនជោគជ័យក្នុងអាជីពការងារទី1គឺបងប្អូនត្រូវរៀនជំនាញនៅការងារដែលបងប្អូនចង់ធ្វើការនៅថ្ងៃអនាគតទី2គឺទំនាក់ទំនងបងប្អូនការដែលយើងចេះទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនគឺជាវិធីក្នុងការឈានទៅរកភាពជោគជ័យនៅក្នុងអាជីពការងារហើយចំណែកទី3គឺអាកប្បកិរិយារបស់យើងបើសិនជាយើងជាបុគ្គលម្នាក់ដែលមានភាពអំនួតហើយមិនចេះចូលធ្វើការជាក្រុមជាមួយនឹងគេចាអាជីពការងាររបស់យើងក៏នឹងមានបញ្ហាផងដែរដូច្នេះបងប្អូនដើម្បីជោគជ័យនៅក្នុងការងារយើងត្រូវរៀនឲ្យចេះធ្វើការងារជាក្រុមមនុស្សជោគជ័យគឺជាមនុស្សដែលចេះធ្វើការងារជាក្រុមបើកចិត្តទូលាយក្នុងការរៀនអ្វីដែលថ្មីជាពិសេសគឺរៀនក្នុងការដោះស្រាយបញ្ហាបន្ទូលល្អគឺជាការចាប់ផ្ដើមនៃជំនាញប៉ុន្តែចំណេះកប្បកិរិយានិងការទំនាក់ទំនងគឺធ្វើឲ្យអ្នកជោគជ័យនៅក្នុងអាជីពការងារ